តើព្រះគម្ពីរនិយាយអ្វីខ្លះហើយព្រះគម្ពីរមានបន្ទូលអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលទ្រង់យាងត្រឡប់មកជាលើកទី2ព្រះយេស៊ូវទ្រង់ផ្ទាល់បានសន្យាថានឹងយាងមកវិញដោយមានបន្ទូលអំពីរឿងនេះជាង38ដងផ្នែកទី2ព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីការយាងមកវិញទី1ការសន្យាផ្ទាល់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងយូហានចំពោះទី14ខ2និង3នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើនពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាបើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរម៉ាថាយចំពុក16ខ27ព្រោះកូនមនុស្សនឹងមកក្នុងសេរីល្អនៃព្រះវរបិតាជាមួយនឹងពួកទេវតារបស់លោកគ្រានោះលោកនឹងសងដល់គ្រប់គ្នាតាមការដែលបានធ្វើរៀងខ្លួននៅក្នុងម៉ាថាយចំពុកទី24ខទី30នោះទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃគ្រប់ទាំងពូជមនុស្សនៅផែនដីនិងគក់ទ្រូងយំក៏នឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃមានទាំងព្រះជាស្ដានិងសិរីល្អជាខ្លាំងចំណុចទី2សេចក្តីបង្រៀនអំពីការត្រៀមខ្លួននៅក្នុងម៉ាថាយចំពោះទី24ខទី42គឺព្រះបន្ទូលព្រះអង្គបានបង្រៀនឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នត្បិតយើងទាំងអស់គ្នាមិនដឹងថាព្រះអង្គម្ចាស់របស់យើងទាំងអស់គ្នានឹងយាងមកនៅពេលណានោះទេចំណែកឯម៉ាថាយចំពោះទី25ខទី13ព្រះបន្ទូលព្រះអង្គក៏លើកទឹកចិត្តយើងឲ្យយើងមានការប្រុងប្រយ័ត្នត្បិតយើងទាំងអស់គ្នាមិនដឹងថ្ងៃណាឬក៏វេលាណាឡើយដែលព្រះអង្គនឹងយាងមកសូមអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមរងចាំទស្សនាវីដេអូផ្នែកទី3និយាយអំពីទីសម្គាល់មុនការយាងមកជាលើកទី2របស់ព្រះយេស៊ូវគ្រីស្ទសូមអរគុណច្រើនសូមព្រះប្រទានពរ